ប្រិមត្តទេសជនយើងបន្តព័ត៌មានមួយទៀតចុងក្រោយចាគឺថាអង្គការ World Channel របស់ប្រទេសកូរ៉េខាងត្បូងដែលមានទីតាំងនៅប្រទេសកម្ពុជាបានរៀបចំកម្មវិធីគោរពវិញ្ញាណក្ខន្ធដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសពជនជាតិកូរ៉េដែលបានស្លាប់នៅក្នុងការលេចនាវាកំសាន្តមួយនៅឯកោះជ័យជូរប្រទេសកូរ៉េខាងត្បូងដែលមានការចូលរួមពីសិស្សានុសិស្សនិងពលរដ្ឋខ្មែរប្រមាណជា 2000 នាក់ចាលោកគឹមដុងញ៉ុងប្រធានអង្គការ World Channel ក៏កំពុងតែដំណើរការសាលាភាសាបរទេសកម្ពុជាបានលើកដៃសំពះអរគុណដល់ប្រជាពលរដ្ឋកម្ពុជានិងសិស្សានុសិស្សទាំងអស់ដែលបានចូលរួមលើកទឹកចិត្តដល់ជនជាតិកូរ៉េដែលជួបរឿងដ៏សោកសង្វេគនេះចាលោកមានប្រសាសន៍ថាសកម្មភាពនេះគឺជាការចូលរួមចំណែកយ៉ាងខ្លាំងក្លានៅក្នុងការជួយឲ្យប្រទេសកម្ពុជានិងប្រទេសកូរ៉េក្លាយជាប្រទេសបងប្អូនហើយបើយោងតាមបុគ្គលិកសាលារៀនក៏បានដឹងផងដែរថាពិធីគោរពវិញ្ញាណក្ខន្ធនេះនឹងបន្តធ្វើរយៈពេល10ថ្ងៃគឺពីថ្ងៃនេះរហូតដល់ថ្ងៃទី8ឧសភាឆ្នាំ2014ចាសូមជម្រាបថាសាលាភាសាបរទេសកម្ពុជានៃអង្គការ World Channel របស់ប្រទេសកូរ៉េខាងត្បូងគឺបានជួយបណ្ដុះបណ្ដាលសិស្សក្រីក្រកម្ពុជាដោយមិនយកប្រាក់កម្រៃគិតចាប់តាំងពីឆ្នាំ2006រហូតមកដល់បច្ចុប្បន្ននេះគឺសាលាបានជួយបណ្ដុះបណ្ដាលសិស្សក្រីក្រកម្ពុជាបានចំនួនជាង 10000 នាក់ហើយចា៎ហើយចំពោះពិធីរំលែកទុក្ខនេះយើងនឹងសូមអាចារ្យគុណចំរបស់ព្រះអង្គនេះពេលជាមករបស់នេះឲ្យចូលមកអង្គនេះគុណចំ